បាទសូមជម្រាបសួរអតិថិជនទាំងអស់គ្នាបាទនេះជាវីដេអូបង្ហាញនៅរបៀបក្នុងការភ្ជាប់ខ្សែអាគុយក៏ដូចជាភ្ជាប់ផ្ទាំងសូឡាចូលទៅប្រព័ន្ធ hybrid របស់យើងគឺឈុតនេះគឺខ្នាត10 ampere ឬក៏2.4 kW បាទហើយសម្រាប់ការតម្លើងគឺងាយស្រួលទេពុកម៉ែបងប្អូនអាចទស្សនានៅវីដេអូនេះបានបងប្អូនអាចធ្វើការតម្លើងបានហើយបាទអញ្ចឹងជាដំបូងនេះគឺខ្ញុំបង្ហាញនៅសម្ភារៈត្រួសជូនពុកម៉ែបងប្អូនបាទទី1គឺសម្រាប់ឈុត10 ampere នេះគឺខ្ញុំរៀបចំដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹងបាទមានជើងតម្រមានអាគុយបាទមាន hybrid ដែលមានប្រព័ន្ធការពារហើយស្រេចហើយសម្រាប់ផ្ទាំងសូឡាគឺឈុតនេះគឺខ្ញុំប្រើផ្ទាំងបាទចំនួន4សន្លឹកបាទ4សន្លឹកអញ្ចឹងផ្ទាំងយើងប្រើ4សន្លឹកហើយសម្រាប់សម្ភារៈផ្សេងទៀតគឺខ្ញុំមានខ្សែរបស់សូឡាដែលធ្វើការភ្ជាប់ហើយស្រេចបែបនេះបាទមាន2កងក្រហមហើយនិងខ្មៅដែលមានដូចសូឡាហ្នឹងភ្ជាប់ហើយស្រេចបាទអញ្ចឹងជាដំបូងខ្ញុំបង្ហាញបងប្អូននៅរបៀបក្នុងការភ្ជាប់អាគុយបាទសម្រាប់ជំរើសនេះគឺយើងមានអាគុយ200 ampere 2គ្រាប់បាទអញ្ចឹងចំពោះការតម្លើងបងប្អូនធ្វើការទស្សនាទៅអាគុយរបស់យើងគឺយើងដាក់ខាងលើមួយខាងក្រោមមួយដែលក្បាលអាគុយរបស់អាគុយហ្នឹងនៅផ្នែកខាងឆ្វេងបែបនេះហើយសម្រាប់ខ្សែអាគុយខ្ញុំធ្វើការភ្ជាប់ហើយដូចនេះអញ្ចឹងបងប្អូនពេលដែលយកទៅដាក់ទៅបាទផ្នែកខាងលើនេះមានពណ៌ក្រហមបាទអញ្ចឹងយើងចាប់ចូលតែហ្នឹងហើយសម្រាប់ផ្នែកខាងដកនៃអាគុយខាងលើគឺយើងភ្ជាប់មកយើងចូលទៅផ្នែកខាងបូកនៃអាគុយខាងក្រោមនេះយើងមើលទៅអានេះចូលកន្លែងនេះចេញមកដល់នេះបាទមកបូកផ្នែកខាងក្រោមនេះហើយចុងក្រោយគឺមានអាគុយផ្នែកដកដែលវាមានខ្សែធ្លាក់វាពីខាងក្រោមមកដល់ក្រោមហ្នឹងបាទអញ្ចឹងអាហ្នឹងវាចូលទៅក្នុងបាទចូលមកផ្នែកខាងលើនេះបាទអញ្ចឹងចំពោះការបញ្ចូលអាគុយបងប្អូនមើលទៅប៉ុណ្ណឹងទេអត់មានអីច្រើនទេអញ្ចឹងអានេះបូកបាទបូកនៅហ្នឹងមុខហ្នឹងបញ្ចូលទៅផ្នែកខាងលើហើយសម្រាប់ខាងដកនេះចុះទៅខាងក្រោមមកចូលផ្នែកបូកនៃអាគុយខាងក្រោមនេះហើយខាងដកនេះឡើងមកខាងលើ direct ឯនេះហើយចំពោះការតម្លើងផ្ទាំងបាទចំពោះការតម្លើងផ្ទាំងយើងអាចមើលនៅ sequence អញ្ចឹងយើងទៅទស្សនានៅ sequence ទាំងអស់គ្នាខ្ញុំមាន2 sequence ដែលបង្ហាញឲ្យបងប្អូនមើលទី1គឺតម្រងនេះបាទហើយមួយទៀតតម្រងមួយនេះបាទនេះអញ្ចឹងបងប្អូនអាចមើលមួយណាក៏បានដែរឥឡូវខ្ញុំបង្ហាញបងប្អូននៅ sequence មួយនេះហើយសម្រាប់ខ្សែដែលខ្ញុំរៀបចំជូនពុកម៉ែបងប្អូនខ្សែរបស់សូឡាខ្ញុំមាន2កងបាទមានពណ៌ខ្មៅតម្រងខ្ញុំធ្វើឲ្យមានខ្សែបែបហ្នឹងបាទហើយសម្រាប់ខ្សែក្រហមគឺមានដូចបែបនេះអញ្ចឹងឥឡូវយើងមកមើលសូឡាបាទសម្រាប់សូឡាយើងមាន4ផ្ទាំងបាទ4ផ្ទាំងហ្នឹងគឺយើងធ្វើការតសេរី2ហើយយកមកខ្នែងចូលគ្នាបាទឥឡូវយើងទៅមើលដូចផ្ទាំងសូឡាបន្តិចសិនបាទសម្រាប់ផ្ទាំងសូឡាគឺយើងមានដូចបែបនេះបាទចេញមកពីផ្ទាំងសូឡាបាទនេះតម្រង់ចេញពីផ្ទាំងមកបូកបែបនេះហើយខាងដកមានតម្រង់បែបនេះអញ្ចឹងដូចរបស់វាមានញីឈ្មោលណាហើយសម្រាប់ផ្ទាំងសូឡាបងប្អូនតស្របគ្នាដាក់លើដបូលហ្នឹងមានតម្រង់អញ្ចឹងណាអញ្ចឹងយើងតមកដេញបដិញដូចមិញហ្នឹងឥឡូវបើយើងដាក់ខាងដកខាងនេះអញ្ចឹងយើងបដិញគ្នារហូតបាទរហូតដល់ទីបញ្ចប់ហ្នឹងគឺមានបូកឬក៏រៀងបែបនេះបាទចុងគេខាងហ្នឹងហើយសម្រាប់បន្ទាប់មកផ្ទាំងយើងទាំង4ហ្នឹងបាទយើងញែកជា2បាទអញ្ចឹង2ខាងស្ដាំ2ខាងឆ្វេងហ្នឹងមកយើងដោតអាកដាលនេះចូលគ្នាបាទអាកដាលមានញីឈ្មោះយើងដោតចូលគ្នាទៅបាទនៅផ្នែកផ្ទាំងខាងឆ្វេងក៏យើងដោតអាកដាលនេះចូលគ្នាដែរបាទជាចុងក្រោយមកយើងធ្វើការបញ្ចូលខ្សែអញ្ចឹងសម្រាប់ខ្សែ2កងនេះក្រហមខ្មៅពីសរសៃហ្នឹងនេះបាទយើងមកមើលឡើងនេះអញ្ចឹងវាមាន2សរសៃបែបនេះហើយអ្វីដែលយើងត្រូវមើលនេះកន្លែងនេះគឺជាដូចដែលយើងហៅថាដូចវាយឬក៏ដូចផ្នែកសូឡាហ្នឹងបាទអញ្ចឹងយកផ្នែកបូកបាទផ្នែកបូកនេះគឺយើងយកមកបញ្ចូលផ្នែកបូកនៃសូឡាអញ្ចឹងផ្នែកបូកនៃសូឡាយើងមានចេញមកតម្រង់បែបនេះបាទយើងមកមើលទៅអញ្ចឹងយើងបញ្ចូលមកអាដូចកន្លែងនេះបាទដូចលេងហ្នឹងហើយនៅសល់ផ្នែកនៃចុងម្ខាងដែលវាមានខ្សែរាងវែងបែបនេះហើយមានដូចនៅខាងនេះអញ្ចឹងយើងយកមកបញ្ចូលផ្នែកបូកបាទនៃផ្ទាំងមួយនេះបាទផ្ទាំងមួយនេះអញ្ចឹងយើងមើលទៅមានន័យថាពេលណាយើងសេរីចូលគ្នារួចយើងនឹងបាទនៅសល់បូកសងខាងនេះបូក1ខាងនេះបូក1អញ្ចឹងយើងយកមកបញ្ចូលមកបាទកន្លែងនេះបបូកយើងយកអានេះទៅបញ្ចូលយើងនៅសល់ផ្នែកនេះ
គឺត្រូវបញ្ចូលផ្ទាំងបូកនៃវិជាងទៀតដែរអញ្ចឹងយើងមើលឡើងស៊ីគវីឡើងហ្នឹងទៅបាទអញ្ចឹងនេះមានប៉ុណ្ណឹងសម្រាប់ផ្នែកខាងដកវិញខ្សែពណ៌ខ្មៅនេះនៅខាងនេះបាទនៅខាងនេះអញ្ចឹងយើងមានកន្លែងហ្នឹងដូចគ្នាដែរផ្នែក Y ហ្នឹងអញ្ចឹងយើងមកបញ្ចូលផ្នែកខាងដកនៃផ្ទាំងសូឡាយើងបញ្ចូលមកអញ្ចឹងដូចវារៀងទម្រង់បែបនេះស្រួលចេះបាទយើងបញ្ចូលដកនៃផ្នែកផ្ទាំងសូឡាហើយសម្រាប់ដូចចេញមកកន្លែងនេះកន្លែងវែងនេះគឺមានទម្រង់បែបនេះយើងយកមកបញ្ចូលផ្នែកដកនៃផ្ទាំងមួយជាងទៀតដូចគ្នាដែរនេះអញ្ចឹងយើងមើលឡើងហ្នឹងទៅងាយយល់ទេអត់មានអីពិបាកទេហើយបន្ទាប់មកយើងបញ្ចូលអស់ហើយបាទផ្ទាំងសូឡាយើងធ្វើការបញ្ចូលអញ្ចឹងរួចរាល់ហើយចុងក្រោយយើងនឹងសល់ដូចនេះអាខ្សែរៀងវែងជាងគេនេះវានៅសល់ដូចរៀងបែបនេះមួយបាទអញ្ចឹងយើងមើលទម្រង់2ចេះអញ្ចឹងអាឡៃហ្នឹងគឺយើងយកមកបញ្ចូលនៅកន្លែងដូចដែលមានទម្រង់របស់យើងនេះនៅជាប់ hybrid នេះអញ្ចឹងយើងហូតអាកន្លែងអានេះឡើងមកលើមកអញ្ចឹងបងប្អូននឹងទទួលបានដូចពីនេះបាទអញ្ចឹងពីនេះវាមានពណ៌ក្រហមមួយពណ៌ខ្មៅមួយដែលមានដូចញីឈ្មោះកន្លែងហ្នឹងអញ្ចឹងយើងយកក្រហមដកតាមក្រហមខ្មៅដកតាមខ្មៅមកអញ្ចឹងយើងមកមើលអាក្រហមមានរាងបែបនេះអញ្ចឹងយើងមកមើលផ្នែកក្រហមអានេះវិញវាមានរាងបែបនេះអញ្ចឹងមានន័យថាវាច្រាស់គ្នាហើយបងប្អូនដោតទៅអត់ខុសទេបាទអញ្ចឹងតែប៉ុណ្្នឹងទេហើយបញ្ជាក់បន្ថែមជូនពុកម៉ែបងប្អូនមុននឹងធ្វើការតម្លើងទាំងអាគុយទាំងសូឡាបងប្អូនធ្វើការពិនិត្យមើលបាទ Decenter របស់យើងនេះយើងត្រូវតម្លាក់ទាំងអស់បាទតម្លាក់ចុះក្រោមណាតម្លាក់វាចុះក្រោមដើម្បីកុំឲ្យវាតន់អាលចេញភ្លើងចូលទៅប្រព័ន្ធរបស់យើងចាំយើងតម្លើងរួចចាំយើងធ្វើការបើក Decenter ជាក្រោយអញ្ចឹងខ្ញុំមានប៉ុណ្្នឹងទេបាទខ្ញុំមានប៉ុណ្្នឹងឯងបាទពុកម៉ែបងប្អូនមានចម្ងល់បាទតម្លើងរួចរាល់អីបងប្អូនអាចធ្វើការបង្ហាញនៅវីដេអូឬក៏សួរបញ្ជាក់យើងខ្ញុំបន្ថែមទៀតបាទដើម្បីផ្ទៀងផ្ទាត់នៅការតបានត្រឹមត្រូវឬក៏អត់អញ្ចឹងណាបាទអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេបាទអរគុណសម្រាប់ការកម្មង់របស់អតិថិជន